ជំរាបសួរហើយក៏សួស្តីអ្នកនរគ្នាជួបគ្នាជាមួយខ្ញុំម្ដងទៀតហើយខ្ញុំជីងថ្ងៃនេះដែរខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីការធ្វើ AST តើការធ្វើ AST ហ្នឹងគឺគេធ្វើរបៀបមកយល់ហើយតើ AST ហ្នឹងគឺជាអីអ្នកនរគ្នាមានតែឆ្ងល់ថានៅពេលដែលយើងឈឺយើងទៅពេទ្យលោកគ្រូពេទ្យតែងតែយកអ្វីដែលពាក់ព័ន្ធជាមួយនឹងរាងកាយរបស់យើងឬក៏តាក់ទងជាមួយនឹងការឈឺរបស់យើងនៅពេលដែលយើងឈឺកន្លែងណាមួយលោកគ្រូពេទ្យក៏តែងតែយកសំណាក់ដែលតាក់ទងជាមួយនឹងកន្លែងនោះដូចជាទឹកនោមលិមួកឬក៏កំហាកអីជាដើមថ្ងៃនេះដែរខ្ញុំនឹងប្រាប់អ្នកនរគ្នាអំពីចម្ងល់មួយហ្នឹងគឺគាត់យកសំណាក់ទាំងអស់នោះឲ្យទៅខាងឡាបូខាងពួកខ្ញុំដើម្បីយកមកធ្វើ AST ហ្នឹងដើម្បីរកថ្នាំឲ្យត្រូវជាមួយនឹងជំងឺអ្នកទាំងអស់គ្នាហេតុអីបានគេចាំបាច់ធ្វើ AST ហ្នឹងការធ្វើ AST នេះដែរគឺយើងរកថ្នាំមួយដែលវា sensitive ជាមួយនឹងជំងឺរបស់យើងដែលដាក់ទៅវាមានភាគរយជាច្រើនបើយើងអត់ធ្វើហ្នឹងទេអាចនឹងភាគរយដែលយើងឈឺកាន់តែធ្ងន់ហ្នឹងគឺវាកាន់តែឡើងខ្ពស់គេធ្វើ AST ហ្នឹងដើម្បីរកថ្នាំមួយដែលវាត្រូវជាមួយនឹងជំងឺរបស់យើងដោយសារតែថ្នាំមួយចំនួនក៏វាអាចនឹង resistant ចំពោះខ្លួនយើងផងដែរនៅពេលដែលយើងធ្វើ AST នេះយើងនឹងដឹងថាថ្នាំមួយណាវា resistant ថ្នាំមួយណាវា sensitive resistant នេះដែរមានន័យថាថ្នាំហ្នឹងវាមានភាពស៊ាំជាមួយនឹងជំងឺហ្នឹងរីឯ sensitive គឺថ្នាំហ្នឹងវាមានការសម្រាប់មេរោគបានល្អទៅលើជំងឺមួយហ្នឹង AST មានន័យថា Antimicrobial Susceptibility Testing នៅក្នុងការធ្វើ AST នេះគឺមាន3ទី1គឺ Disk Diffusion Method ដែលក្នុងវិធីសាស្ត្រនេះគឺយើងប្រើបន្ទះ Petri មុននឹងធ្វើវិធីសាស្ត្រនេះដែរគឺយើងត្រូវយក sample ដែលយើងបានមកពីលោកគ្រូពេទ្យ collect ហ្នឹងយកទៅ culture ទៅតាមប្រភេទ sample នីមួយៗឲ្យត្រូវនឹងថ្នាលនីមួយៗដែលគេបានកំណត់មកក៏ដូចជាយកទៅពពាក់ gram stand បន្ទាប់ពីយើង culture និងកំណត់អត្តសញ្ញាណរបស់បាក់តេរីរួចហើយយើងត្រូវយក colony ដែលបានបណ្ដុះរួចហ្នឹងយកមកពង្រាវជាមួយនឹង saline ក្នុងកម្រិត 0.5 mg/lngបន្ទាប់មកយើងយក colony ដែលបានពង្រាវរួចជាមួយនឹង saline ហ្នឹងយកវាមក stray ទៅលើ plant Malohington មកយើងហាក់ឲ្យពេញអបបានល្អបន្ទាប់មកយើងយក D ដែលមាន antibiotic ផ្សេងៗហ្នឹងដាក់ទៅលើ plant ហ្នឹងហើយយើងទុកទៅក្នុង incubator រយៈពេល24ម៉ោងបន្ទាប់មកយើងពិនិត្យមើលតំបន់ដែលបាក់តេរីមិនអាចលូតលាស់បានដែលគេហៅថា zone យើងត្រូវវាស់ zone ហ្នឹងថាវាមានប្រវែងប្រមាណមីលីម៉ែត្រzone នេះដែរបញ្ជាក់បានថាតើថ្នាំមួយណាដែលវា sensitive ថ្នាំមួយណាដែលវា resistant ជាមួយនឹងជំងឺមួយហ្នឹងឬក៏មេរោគមួយហ្នឹងវិធីសាស្ត្រនេះដែរគឺយើងប្រើនៅពេលដែលយើងចង់ដឹងថាតើមេរោគហ្នឹងវា sensitive ឬក៏ resistant ជាមួយនឹង antibiotic កម្រិតណាហើយវិធីសាស្ត្រទី2មានឈ្មោះថា broad dilution method វិធីសាស្ត្រនេះដែរគឺយើងប្រើសារធាតុបារតដែលមានការបន្ថែម antibiotic នៅក្នុងកម្រិតខុសៗគ្នាវិធីសាស្ត្រនេះដែរគឺយើងត្រូវយក colony របស់យើងដែលបានបណ្ដុះរួចហ្នឹងដាក់ចូលទៅក្នុង solution media culture បន្ទាប់មកយើងត្រូវដាក់ទៅលើ plant ដែលមានកម្រិតបរិមាណ antibiotic ខុសៗគ្នាបន្ទាប់មកយើងទុកនៅរយៈពេលជាក់លាក់ណាមួយហើយពិនិត្យថាតើមានការលូតលាស់របស់បាក់តេរីដែរឬទេហើយការធ្វើបែបនេះគឺយើងចង់ដឹងពីកម្រិតទីបំផុតនៃ antibiotic ដែលរារាំងការលូតលាស់គឺមានន័យថាយើងចង់ដឹងអំពីបរិមាណថ្នាំដែលយើងត្រូវប្រើដើម្បីកុំឲ្យបាក់តេរីលូតលាស់វិធីសាស្ត្រនេះយើងប្រើដើម្បីចង់ដឹងអំពី MIC គឺកម្រិតទីបំផុតនៃ antibiotic ដែលរារាំងការលូតលាស់របស់បាក់តេរីកន្លែងនេះក៏មានន័យថាគឺការចង់ដឹងកម្រិតថ្នាំថាកម្រិតប៉ុន្មានទើបអាចរារាំងបាក់តេរីនឹងកុំឲ្យលូតលាស់ហើយយើងក៏ត្រូវដឹងអំពី MBC ដែរតើ MBC និង MIC ខុសគ្នាមកយើង MIC គឺជាកម្រិតទីបំផុតនៃ antibiotic ដែលរារាំងការលូតលាស់របស់បាក់តេរីចំណែក MBC វិញគឺជាកម្រិតទីបំផុតនៃ antibiotic ដែលអាចសម្លាប់បាក់តេរីឲ្យស្លាប់បាន 99.9% វិធីសាស្ត្រនេះដែរគឺយើងប្រើនៅពេលដែល diffusion method របស់យើងមិនអាចប្រើបានឬយើងចង់ដឹងលម្អិតអំពី MIC ឬក៏ MBC ហើយវិធីសាស្ត្រទី3របស់យើងមានឈ្មោះថា E-test ដែល E-test នេះមានពាក្យពេញថា epsilon merit test សម្រាប់ test នេះគឺយើងប្រើ disk ដែលមានជួរ strip ដែលមានការបញ្ចូល antibiotic នៅលើនឹងរបៀបធ្វើ test នេះគឺយើងយក strip នឹងដាក់ទៅលើ organ ដែលយើងបាន streak រួចនឹងបន្ទាប់មកយើងយកទុកនៅក្នុង incubator យើងមើល zone ដូចជា diffusion method ដែរ
ហើយកំណត់ពី MIC ដោយប្រើជួរដែលមានសញ្ញាបង្ហាញកម្រិតដែលវាមិនលូតលាស់សម្រាប់តេស្តនេះដែរគឺយើងប្រើនៅពេលដែលយើងចង់វាស់វែង MIC កម្រិតអង់ទីប៊ីយោទិកជាបំផុតដែលធ្វើឲ្យបាក់តេរីនោះមិនអាចលូតលាស់បានសារៈសំខាន់នៃការធ្វើ AST នេះដែរគួរត្រូវអនុវត្តនៅក្នុងមន្ទីរពិសោធន៍ដែលមានសមត្ថភាពនិងឧបករណ៍សមស្របដើម្បីធានាថាលទ្ធផលគឺមានភាពត្រឹមត្រូវនិងអាចទុកចិត្តបានទាំងអស់នេះគឺជាការស្រាវជ្រាវក៏ដូចជាការបានរៀនសូត្រកន្លងមកខ្លះៗនៅក្នុងសាលាក៏ដូចជាការសួរលោកគ្រូអ្នកគ្រូនៅក្នុងមន្ទីរពេទ្យមួយចំនួនបើមានការខុសឆ្គងឬក៏ខ្វះខាតកន្លែងណាលោកគ្រូអ្នកគ្រូឬក៏សិស្សច្បងអាចជួយបំពេញបន្ថែមបាននេះគ្រាន់តែជាការចង់ចែករំលែកបន្តិចបន្តួចរបស់ខ្ញុំតែប៉ុណ្ណោះអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយបាយបាយ